លំពេងជាសរីរាង្គដ៏អស្ចារ្យមួយដែលលាក់ខ្លួននៅខាងក្រោមឆ្អឹងជំនីរបស់អ្នកហើយវាបំពេញតួនាទីដូចជាគ្រូបង្វឹកសុខភាពតខ្លួនសម្រាប់រាងកាយរបស់អ្នកអញ្ចឹងសរីរាង្គមួយនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមនិងផលិតទឹកលំពេងសម្រាប់ជួយរំលាយអាហារដែលជួយបំបែកសារធាតុចិញ្ចឹមពីអាហារដែលអ្នកញ៉ាំដើម្បីធានាថាអ្នករក្សាបាននូវសុខភាពល្អនិងរឹងមាំលំពេងមានទីតាំងស្ថិតនៅពីក្រោយក្រពះរបស់អ្នកវាត្រូវបានរៀបចំឡើងយ៉ាងល្អឥតខ្ចោះដើម្បីគ្រប់គ្រងដល់ប្រព័ន្ធរំលាយអាហារដំណើរការនៃការរំលាយអាហារលំពេងបញ្ចេញវត្ថុរាវពិសេសមួយទឹកលំពេងដែលផ្សំឡើងដោយទឹកសូដ្យូមប៊ីកាបូណាតនិងអង់ស៊ីមរំលាយអាហារសូដ្យូមប៊ីកាបូណាតមានតួនាទីជួយកាត់បន្ថយជាតិអាស៊ីតនៅក្នុងក្រពះដើម្បីបង្កើនបរិយាកាសល្អប្រសើរមួយសម្រាប់ឲ្យពួកអង់ស៊ីមអាចបំពេញការងាររបស់ពួកគេបានអង់ស៊ីមទាំងនេះរួមមានដូចជា lipase ជួយបំបែកជាតិខ្លាញ់ protease ជួយបំបែកប្រូតេអ៊ីនឲ្យទៅជា peptides តូចៗ amylase ជួយបំបែកកាបូអ៊ីដ្រាតម្សៅឲ្យទៅជាស្ករសាមញ្ញនៅពេលរំលាយរួចរាល់សារធាតុចិញ្ចឹមភាគច្រើនត្រូវបានស្រូបចូលទៅក្នុងចរន្តឈាមដើម្បីផ្ដល់ថាមពលដល់រាងកាយរបស់អ្នកការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមក្រៅពីជួយការរំលាយអាហារលំពេងក៏មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមផងដែរវាធ្វើកិច្ចការនេះដោយការបញ្ចេញអរម៉ូនសំខាន់ៗពីរគឺអាំងស៊ីលីននិង glucagon ដែលត្រូវបានផលិតចេញពីក្រុមនឺរ៉ុនកោសិកាម្យ៉ាងហៅថា islet of the Langerhans ការគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមឲ្យបានត្រឹមត្រូវគឺជារឿងសំខាន់បំផុតព្រោះប្រសិនបើវាបាត់បង់តុល្យភាពវាអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរក្រោយពេលញ៉ាំអាហារនៅពេលដែលកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកកើនឡើងលំពេងនឹងបញ្ចេញអាំងស៊ីលីនជួយនាំយកជាតិស្ករដែលលើសនៅក្នុងឈាមបញ្ជូនទៅកោសិកាដើម្បីប្រើប្រាស់ជាថាមពលឬរក្សាទុកសម្រាប់ប្រើប្រាស់នៅថ្ងៃក្រោយវាផ្ដល់សញ្ញាទៅថ្លើមឲ្យបញ្ឈប់ការផលិតជាតិស្ករផងដែរផ្ទុយទៅវិញនៅពេលដែលកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះលំពេងនឹងបញ្ចេញ glucagon អរម៉ូនមួយនេះនឹងបញ្ជាទៅថ្លើមនិងកោសិកាផ្សេងទៀតឲ្យបញ្ចេញជាតិស្ករដែលបានរក្សាទុកនោះត្រឡប់មកក្នុងចរន្តឈាមវិញដើម្បីស្ដារតុល្យភាពឡើងវិញផលវិបាកនៅពេលដែលលំពេងមានបញ្ហានៅពេលដែលលំពេងមិនដំណើរការល្អវាអាចធ្វើឲ្យបាត់បង់តុល្យភាពដ៏សំខាន់នេះជំងឺផ្សេងៗដូចជាជំងឺទឹកនោមផ្អែមកើតឡើងនៅពេលដែលលំពេងមិនអាចផលិតអាំងស៊ីលីនបានគ្រប់គ្រាន់ទៀតឡើយបើគ្មានអាំងស៊ីលីនគ្រប់គ្រាន់ទេជាតិស្ករនឹងកកកុញនៅក្នុងឈាមដែលនាំឲ្យមានផលវិបាកធ្ងន់ធ្ងរដូចជាឡើងរឹងសរសៃឈាមគាំងបេះដូងសោយតម្រងនោមនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាលដាច់សរសៃឈាមខួរក្បាលលើពីនេះការខ្វះខាតអាំងស៊ីលីនមានន័យថាកោសិកាមិនអាចទទួលបានថាមពលដែលពួកគេត្រូវការដើម្បីលូតលាស់និងបំពេញមុខងារបានត្រឹមត្រូវទៀតនោះទេសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមជារឿយៗពួកគេមានកម្រិតអរម៉ូន glucagon ឡើងខ្ពស់ដែលវាកាន់តែធ្វើឲ្យកម្រិតជាតិស្ករនៅក្នុងឈាមកើនឡើងថែមទៀតនិងធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរសេចក្តីសន្និដ្ឋានតួនាទីទ្វេដងរបស់លំពេងទាំងក្នុងការរំលាយអាហារនិងការគ្រប់គ្រងជាតិស្ករក្នុងឈាមបានបង្ហាញឲ្យឃើញពីសារៈសំខាន់បំផុតរបស់វាក្នុងការថែរក្សាសុខភាពទូទៅរបស់រាងកាយវាបីដូចជាគ្រូបង្វឹកដ៏ល្អម្នាក់ដែលតែងតែណែនាំអ្នកឲ្យទទួលបាននូវលទ្ធផលល្អលំពេងជួយឲ្យរាងកាយរបស់អ្នកដំណើរការទៅមុខយ៉ាងរលូនទោះជាយ៉ាងណាក៏ដោយដូចជាគ្រូបង្វឹកទូទៅដែរវាត្រូវការចូលរួមយ៉ាងសកម្មរបស់អ្នកតាមរយៈការជ្រើសរើសរបៀបរស់នៅនិងការបរិភោគអាហារដែលផ្ដល់សុខភាពល្អដើម្បីឲ្យវាអាចបំពេញមុខងារបានល្អបំផុត